សួស្តីអ្នកទាំងអស់យើងអញ្ចឹងថ្ងៃនេះខ្ញុំមានចែកទេសមួយសម្រាប់ចែកជូនគ្នាយើងគឺរបៀបធ្វើវាំងននបែបនេះនៅក្នុង Photoshop អូខេអញ្ចឹងយើងទៅដឹងពីរបៀបធ្វើទាំងអស់គ្នា Let's go អូខេអញ្ចឹងជាដំបូងយើងបង្កើត rectangle មួយហើយយើងទាញបែបនេះមកហើយខ្ញុំចូលទៅ pen tool ខ្ញុំធ្វើការ add point កន្លែងមួយហើយខ្ញុំចុច control ហើយទាញមកនេះហើយរៀងកោងបែបនេះហើយខ្ញុំ add នៅខាងក្រោមមួយទៀតហើយខ្ញុំទាញចូលក្នុងអូខេឲ្យវាមានលក្ខណៈដូចវាំងននខ្ញុំបង្កើត solid color មួយខ្ញុំ clipping មកចូលហើយសម្រាប់ color ខ្ញុំឆក់ពណ៌នៅខាងក្រោមនេះហើយខ្ញុំយករៀងតាហើយបែបនេះហើយខ្ញុំ change blending mode to multiply ខ្ញុំ control J solid color របស់ខ្ញុំហើយសម្រាប់ពណ៌ខ្ញុំយកពណ៌រៀងភ្លឺខ្ញុំ change blending mode to screen ឈរលើ mask ចុច control I ហើយអញ្ចឹងតបទៀតខ្ញុំចូលមកកាន់ pen tool ហើយខ្ញុំចូលនៅលើsolid color ខាងក្រោមនេះហើយខ្ញុំចូលលើ mask ហើយខ្ញុំធ្វើការកត់ទៅតាមអ្វីដែលខ្ញុំចង់បានហើយបែបនេះខ្ញុំចុច control បូកជាមួយនឹង enter ដើម្បី make select ហើយខ្ញុំចុច shift បូកជាមួយនឹង F6 ដើម្បីចូលមកកាន់ filter selection ហើយសម្រាប់លេខនេះខ្ញុំយក30ខ្ញុំចុច OK ហើយអញ្ចឹងយើងមើល foreground color របស់យើងពណ៌សនៅខាងលើហើយយើងចុច Alt បូកជាមួយនឹង backspace អូខេយើងបានប៉ុណ្ណឹងមកយើងធ្វើបន្តទៀតដូចមុនអញ្ចឹងសម្រាប់ process ហ្នឹងអ្នកនេះធ្វើអញ្ចឹងដែរមកអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងចូលមកលើ solid color ខាងលើនេះដែលយើង apply blending mode to screen នេះហើយយើងចូលលងមកវាមកហើយយើងធ្វើដូចមុនហើយចេញមកដោយថាវាំងននមានផ្នែកទៀតដែរអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងស្អាតហើយអញ្ចឹងចំណុចដែលយើងត្រូវធ្វើបន្តទៀតអ្នកនេះក៏លេខមកមើល
ផ្នត់នៃវាំងននរបស់យើងកន្លែង multiply នេះតែគ្នាមានអារម្មណ៍ថាវាងឹតខ្លាំងយើងចូលទៅfix opacity យើងអាចបន្ថយ opacity បានអូខេប៉ុន្តែអ្នកគ្នាគិតថាសមហើយខ្ញុំចូលលើ mask ខ្ញុំចុច alt ហើយ click លើ mask ហ្នឹងហើយខ្ញុំចូលទៅកាន់ filter blur Gaussian blur ចង់ឲ្យវា blur ជាងហ្នឹងទៀតអូខេហើយខ្ញុំចុចនៅលើ solid color វិញមកអូខេសម្រាប់ខាងលើដូចគ្នាខ្ញុំចុច alt click លើ mask ចូលមកកាន់ filter blur Gaussian blur អូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយអ្នកគ្នាអាចគ្រប់ទៅហើយយើងអាច flip មកជាហៀងទៀតដើម្បីយើងបានយ៉ាងណូនយើងសងខាងអូខេបែបនេះអូខេអញ្ចឹងសម្រាប់ការធ្វើផ្នត់វាំងននបែបនេះគឺរួចរាល់ហើយកុំភ្លេចចុច follow ខ្ញុំម្នាក់មួយផងដើម្បីទទួលបាន tip ផ្សេងៗទៀតអូខេអរគុណច្រើនបាយបាយ